ជំរាបសួរពុកម៉ែបងប្អូនចាមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាណាពុកម៉ែបងប្អូនចាមើលមុខមកផ្លែសិនហ៎ពុកម៉ែបងប្អូនមុខពលឡានហើយណាពុកម៉ែបងប្អូនអើយគឺថាចេញដំណើរតាមផ្លូវទៅហើយណាចាគឺថាមកមើលទេសភាពទាំងអស់គ្នាណាពុកម៉ែបងប្អូនគឺថាអង្គុយនៅក្នុងឡានទេពុកម៉ែបងប្អូនអើយទៅជាមួយយាយតាហ្នឹងឯងគឺថាចេញតាមផ្លូវហ្នឹងពលបដាហើយណាពុកម៉ែបងប្អូនពលឡានជាទំនន់ត្មងហើយចំណែកយាយតាគាត់អត់មានពលទេគាត់ធម្មតាហើយខ្ញុំនេះចង់ត្រឡប់ឥឡូវនេះមកដល់លើស្ពានអ្នកលើហើយណាពុកម៉ែបងប្អូនចាហើយក៏ចេញដំណើរបន្តទៅមកដល់កន្លែងនេះឈប់មួយផ្លែសងពុកម៉ែបងប្អូនអើយអាចាស់ផ្ទះគេមិនឲ្យឈប់ទេគេថាបាំងផ្លូវកន្លែងគេរកស៊ីរកអីហ្នឹងហើយបន្ទាប់មកក៏យើងបត់ទៅខាងមុខតិចទៀតទៅណែមកដល់ខាងនេះទេសភាពវាស្រស់ស្អាតមែនតើណាពុកម៉ែបងប្អូនហើយមើលតែដើមឈើក៏ស្រស់ស្អាតដែរណាពុកម៉ែបងប្អូនចាឥឡូវនេះគេថាកាត់បានមកដល់វត្តហើយបើនិយាយពីតាមផ្លូវគឺថាអូយយឆ្ងាយណាពុកម៉ែបងប្អូនចាមកដល់ហ្នឹងគឺមានយាយតាជាច្រើនពួកគាត់មកបុណ្យទាំងអស់គ្នាដែរហ្នឹងគឺនៅវត្តបាក់ណាមហើយខ្ញុំនេះក៏ឆ្លៀតថតវីដេអូខ្លះដែរទៅណាពុកម៉ែបងប្អូនបន្តែចុះពីឡានរៀងងងើដែរហ្នឹងចាមកដល់នេះគឺថាយើងមកតន់ចាប្រអីតាចាគាត់មិនតន់ចាប់ផ្ដើមកម្មវិធីហ្នឹងឯងបានជាខ្ញុំបានឆ្លៀតថតខ្លះហ្នឹងទៅណាពុកម៉ែបងប្អូននិយាយពីថាសុទ្ធតែយាយតែមកណាពុកម៉ែបងប្អូនឥឡូវនេះថាពួកខ្ញុំបានត្រឡប់មកផ្ទះវិញហើយគឺថាកាត់ណាពុកម៉ែបងប្អូនច្រើនណាវីដេអូហ្នឹងតែបានខ្លីៗហ្នឹងឯងចេញដំណើរតាមផ្លូវបដាហ្នឹងមកវិញពលឡានតិចទៅពេលបុណ្យហ្នឹងដឹងតែចឹងតែហ្មងពេលបុណ្យគឺថាដើរបុណ្យសប្បាយណាពុកម៉ែបងប្អូនតែទៅពេលជិះឡានហ្នឹងគឺថាខ្ញុំពលឡានជាទំនួនហើយចំណែកយាយតានោះពួកគាត់អត់មានពលទេគាត់ស្រួមហើយយ៉ាប់តែខ្ញុំអ្នកឯងហ្នឹងណាហើយបានមើលទេសភាពខ្លះហ្នឹងបានធូរអារម្មណ៍ខ្លះទៅតាមតាំងអារឿងពលឡានហ្នឹងមើលតែទេសភាពក៏ថាមេវាមិនសូវក្តៅប្រហែលទេណាពុកម៉ែបងប្អូនមកស្ទុំដែរប៉ុន្តែនេះខ្ញុំថតពីក្នុងឡានទៅហ្នឹងណាពុកម៉ែបងប្អូនឃើញទេសភាពស្អាតមែនតើគឺថាមិនដែលមកអញ្ចឹងយើងវាប្លែកភ្នែកម្យ៉ាងដែរណាពុកម៉ែបងប្អូន